ខ្ញុំមានដើមកំណើតនៅជិតតំបន់ស្រះគូដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រជាតិនៅវាលរៀបទន្លេមេគង្គតាំងពីតូចក្រូចឆ្នារហូតដល់ធំដង្កដីជីវិតខ្ញុំដូចជាចិត្តដិតនឹងសម្រស់ធម្មជាតិនៅតំបន់ស្រះគូនេះណាគឺជាទីឋានដ៏សែនមនោរម្យនិងជាកន្លែងចាត់តាំងបុណ្យទានទំនៀមទម្លាប់នានាមានបុណ្យអអំបុកសំពះខែជាដើមដែលចាត់តាំងនៅលើទឹកដីដ៏ពិសិដ្ឋនេះខ្ញុំមិនភ្លេចទេនៅគ្រាគូស្រះស្រីដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ជាតិនិងចាត់តាំងបុណ្យអមបុកថ្នាក់ខេត្តជាដំបូងខ្ញុំត្រូវទទួលភារៈមួយល្ងាចទល់ភ្លឺដើម្បីកាត់អក្សរខ្មែរបិទរាប់សឹបផ្ទាំងបដាព្យួរពេញស្រះគូរួមចំណែកក្នុងការចូលរួមអបអរសាទរទិវាដ៏មហោឡារិកនោះខ្ញុំនៅសំរោងមិនឆ្ងាយពីរមណីយដ្ឋានគូស្រះស្រីប៉ុន្មានទេគឺកន្លែងនេះហើយដែល4-10ឆ្នាំមុនអ្នកម្ដាយខ្ញុំច្រើនមកអង្គុយនៅក្រោមម្លប់ជ្រីក្រឹមកែវភ្នែកទាំងគូដ៏ស្រទំរបស់គាត់ដូចជាទន្ទឹងមើលផ្លូវឬបណ្ដែតអារម្មណ៍វែងត្បាញទៅរកកូនចៅឆ្ងាយចិត្តដិតដាមទៅដោយព្រំវិហារធរនោះគឺជាសន្តានទេពចរិតដែលទឹកចិត្តអ្នកម្ដាយស្ទើរជាទូទៅសឹងទេទុនក្របដណ្ដាប់មកលើកូនចៅនេះគឺជាទ្រនំដ៏សុខសួនសម្រាប់បងប្អូនខ្ញុំទាំង4នាក់ដែរឪពុកស្លាប់ទៅកាលខ្ញុំទៅមានអាយុ8ឆ្នាំយុវវ័យបងប្អូនខ្ញុំខ្លះនៅតូចខ្លះទៅដឹងក្តីរស់នៅក្រោមការចិញ្ចឹមបីបាច់របស់អ្នកម្ដាយកំសត់បីដោយសត្វសារិកាត្រូវបាក់ស្លាប់មកខាងនៅកណ្ដាលភូខ្លោដ៏កាចសាហាវនៃជីវិតឥឡូវយើងខ្ញុំនៅសល់តែ3នាក់បងប្អូនទេក្រោយពីម្ដាយចាក់ឋានទៅហើយបងស្រីខ្ញុំក៏លាចាកលោកនេះទៅដែរហើយយើងខ្ញុំម្នាក់សឹងមានលំនៅឆ្ងាយពីស្រុកកំណើតតែមានឱកាសជួបជុំគ្នាឡើយខែកដឹកជិតចូលបុណ្យអអំបុកសំពះព្រះខែឆ្នាំនេះខ្ញុំមកកាន់ស្រុកកំណើតជាមួយប្អូនបង្កើតរៀបចំធัวដាក់បងសុគលឧទ្ទិសកុសលដល់បុព្វការីជនមានជីដូនជីតាម្ដាយឪពុកយើងខ្ញុំដែលលោកទាំងទ្វេមុននឹងក្រោយសឹងទទួលមរណកាលក្នុងខែកដឹកជិតរដូវចូលបុណ្យអអំបុកជាទំនៀមហើយរួមឧទ្ទិសកុសលដល់ប្តីប្រពន្ធបងស្រីប្រុសដែលរស់នៅចំណាក់ស្រុកនៅកម្ពុជាបានទទួលកាលកិរិយាជិត 2-3 ឆ្នាំកន្លងទៅហើយនេះសុគន្ធម្ដាយឪពុកគ្មានអ្វីប្រៀបផ្ទឹមបានទេជាពិសេសសុគន្ធញាក់ម្ដាយដែលស្ទើរអស់មួយជីវិតម្ដាយបីដូចសំពៅនាំកូនឆ្លងកាត់មហាសាគរដែលពោពេញទៅដោយរលកបោកបាយក្រំក្រែងយ៉ាងកាចសាហាវតែម្ដាយខិតខំជំនះរាល់ឧបសគ្គដែលគំរាមកំហែងទៅនឹងដំណើរជីវិតនាំកូនឆ្ពោះទៅកាន់ភាពសុខដុមរមនា
ថ្ងៃ5កើតខែកត្តិកជាតិជួយបុណ្យអមបុកសំពះភក្ខែបងប្អូនកូនចៅបានជួបជុំគ្នាធ្វើដាបងសកលឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនមានម្ដាយឪពុកជាប្រធានធ្វើបុណ្យទានតូចតាចក្តីតែបានស្ដែងឡើងពីភក្តីភាពនឹករលឹកដល់សុគន្ធម្ដាយឪពុកដែលស្ទើរអស់មួយជីវិតស្រឡាញ់គ្របដណ្ដប់កូនចៅពុំមានអាខានខ្ញុំព្រះករុណាសូមថ្វាយបង្គំនៅល្អ
ដោយនានាងមកកាបវេសាយឧយុយមេកោធម្មោអាយ៉ាងតន្តការោបណៃតោនៃយានិកោតាំងបណាមាមិតំព្រះសត្វអមឯណាជាធម៌ប្រកបដោយអង្គ8ប្រការជាគុណលងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន់ដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាតធ្វើឲ្យត្រជារងាប់បងនៅភ្លើងទៅភ្លើងកិលេសជាធម៌ក៏អូនបងជាគុណញ៉ាំងសាឲ្យចេញចាត